គឺជា account Telegram របស់ខ្ញុំមានទាំង Premium មានទាំង Star អញ្ចឹងខ្ញុំប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបទិញ Star និង Premium ដោយខ្លួនឯងដែលយើងអាចបង់លុយតាមរយៈការ scan QR code ចេញពី ABA ACDA វិញនិយាយរួមទៅឲ្យទៅធនាគារនៅខ្មែរអាច scan QR code បានគឺយើងអាចបង់លុយបានទាំងអស់ដែលយើងមិនបាច់ចំណាក់ credit card ទេហើយទិញភ្លាមបានភ្លាមហើយសម្រាប់តម្លៃវិញគឺរៀងធូរដែរ Star គឺធូរមែនទែនធូរជាងយើងទិញនៅក្នុង app ផ្ទាល់ហើយសម្រាប់ Premium តម្លៃមួយដែលយើងអាចទទួលយកបានផាកផាយនៅក្នុង app ផ្ទាល់អញ្ចឹងដើម្បីអាចទិញបានអ្នកទាំងអស់គ្នាចូលមកកាន់ Google ឬមក Safari សម្រាប់អ្នកប្រើ iPhone មាន Android ចូល Google មកហើយយើង search ទៅលើពាក្យ Amsela មួយនេះបន្ទាប់មកអ្នកទាំងអស់គ្នាចូលលើ website ខាងលើគេ amsela.com មើលស្រួល amsela.com ហើយចូលមកគឺវានឹងចេញជាតម្រងបែបហ្នឹងហើយនៅក្នុង website ហ្នឹងមានមុខងារច្រើនដូចជាការ book game Telegram Star Premium ឬ TikTok ឬមួយក៏មុខងារ iFree អញ្ចឹងទៅតែខ្ញុំនឹងធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងការទិញ Telegram ហើយសម្រាប់អ្នកទាំងអស់គ្នាដែលជាអ្នកប្រើ website ដំបូងពេលដែលចូលមកអត់ចេញដូចខ្ញុំទេវាប្រកាសជាចេញជាតម្រងបែបនេះហើយអញ្ចឹងបើចេញអញ្ចឹងមកអ្នកទាំងអស់គ្នាមិនបាច់ចុចទេណាយើងទុកឲ្យវាវិលខ្លួនឯងទៅដើម្បី verify លុះត្រាតែវាចេញ pop បែបនេះឲ្យយើងចុចជំនឿធ្វើការចុចហើយអាហ្នឹង website ដាក់មកការពីកុំឲ្យមាន bot ចូលមកប្រើ website តែប៉ុណ្្នឹងឯងហើយបើសិនជាអ្នកទាំងអស់គ្នាចង់បានភាសាខ្មែរដូចខ្ញុំយើងអាចចុចលើហុកទង់ចិត្តខ្មែរខាងលើនេះមកពីបដូរអង់គ្លេសពីអង់គ្លេសទៅខ្មែរឯងអូខេអញ្ចឹងយើងចុចលើសេវាកម្មទិញ Telegram Star Premium ចឹងអ្នកទាំងអស់គ្នាចង់ទិញ Star យើងអាចទិញ Star មកតែបើយើងចង់ទិញ Premium យើងបដូរមកកន្លែង Premium មកឥឡូវឧទាហរណ៍ព្រោះអានេះវាដូចតែគ្នាទេ Star និង Premium អីហ្នឹងដើម្បីអាចទិញបានគឺយើងត្រូវធ្វើការដាក់ username ចូលយើងអត់ត្រូវការ login ចូល account Telegram របស់អ្នកទាំងអស់គ្នាទេយើងត្រូវការ username Telegram ហើយសួរថា username Telegram ហ្នឹងមិនគេដាក់មិនអូខេអញ្ចឹងយើងអាចធ្វើការចូលមកកាន់ Telegram របស់យើងចូលមកកន្លែង profile មកនេះឈ្មោះរបស់ខ្ញុំនេះ owner Amsela ហ្នឹងអាហ្នឹងគឺជា username របស់យើងអញ្ចឹងយើងអាចធ្វើការ copy វាបានតែបើសិននៅក្នុងករណីថា Telegram របស់អ្នកទាំងអស់គ្នាអត់ដែលមាន username ពីមុនមកទេអញ្ចឹងយើងអាចធ្វើការដាក់វាបានយើងចុចកន្លែង edit ខ្មៅដៃមិញមកបន្តមកទៀតអ្នកទាំងអស់គ្នាអស់ចុះក្រោមហើយចុចកន្លែង username មួយនេះចុចលើហ្នឹងមកហើយអ្នកទាំងអស់គ្នាអាចធ្វើការលុបអាពាក្យបាច់ចំលុបទេដោយសារអ្នកទាំងអស់គ្នាអត់ធ្លាប់មានអញ្ចឹងគឺវាអត់មានអីត្រូវលុបទេអញ្ចឹងយើងអាចទៅសេអក្សរចូលមកទៅសេអក្សរស្រៀងខ្ញុំក៏និយាយទៅដាក់ឈ្មោះអ្នកទាំងអស់គ្នាមកប៉ុន្តែយើងដាក់ជាភាសាអង់គ្លេសហើយយើងអត់ត្រូវដក clear ទេហើយយើងអាចដាក់វាលេខក៏បានដែរឲ្យតែវាចេញពណ៌បៃតងយើងដាក់បានតែចុច click ខាងលើមកតែវាចេញពណ៌ក្រហមមានន័យថា username ហ្នឹងមានគេដាក់រួចហើយឬមួយក៏គេអត់ឲ្យដាក់អញ្ចឹងយើងគ្រាន់តែដាក់ចោលទៅអក្សរលើកឡំលីទៅអាហ្នឹងគឺយើងដាក់បានហើយអញ្ចឹងយើងអាចធ្វើការ copy username របស់យើងហើយយើងចូលមកកាន់ website វិញអញ្ចឹងបើសិនជាយើងចង់ទិញ Star យើងអាចធ្វើការដាក់ username ចូលកន្លែងនេះមកអ្នកទាំងអស់គ្នាចង់ទិញប៉ុន្មាន Star 50 Star ឬមួយក៏100យើងអាចទៅសេទៅនឹងមក100 Star តម្លៃវា168អីចឹងទៅហើយអ្នកទាំងអស់គ្នាអាចទិញចាប់ពី50 Star ឡើងទៅអញ្ចឹងយើងអាចធ្វើការចុចលើពាក្យបង់តាម QR ដែលមានរូប logo ធនាគារ ABA ACDA ហ្នឹងដើម្បីឲ្យវាចេញ QR code មកឲ្យយើង scan លុយអញ្ចឹងយើងអាចចុចលើហ្នឹងមកអ្នកទាំងអស់គ្នាអាចធ្វើការ screenshot ឬមួយក៏យកទូរស័ព្ទទៀតយកមក scan លុយពីលើក៏បានដែរបន្ទាប់ពីយើង scan លុយហើយគឺវានឹងចូលភ្លាមហើយខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់អ្នកទាំងអស់គ្នា screenshot ចេញពី website ចូលទៅធនាគារដើម្បី scan លុយហ្នឹងកុំ clear website ចោលសោះកុំ clear ណាបន្ទាប់ពីយើងបាញ់លុយហើយយើងចូលមកកាន់ website វិញមកដើម្បីឲ្យវា check មើលទៅលើការបង់ប្រាក់របស់យើងចំណាយពេលតែ 2-3 វិនាទីដើម្បីចូលមកឲ្យវា check លុយតែប៉ុណ្្នឹងទេចុះបើសិនជាយើងចង់ទិញ premium វិញគេធ្វើម៉េច premium ក៏ដូចគ្នាវាអត់ខុសពីទិញ Star ទេយើងដាក់ចូលដល់កន្លែងនេះមក username ចូលហើយគឺអ្នកទាំងអស់គ្នាអាចរើសចំនួនខែដែលយើងចង់ទិញបានមាន3ខែ6ខែ12ខែយើងអាចចុចលើនេះមកដើម្បីឲ្យវាចេញ QR code បង់លុយឥឡូវខ្ញុំសាកទិញឲ្យអ្នកទាំងអស់គ្នាមើលទៅលើ Telegram Star តែខ្ញុំអត់ចង់ទិញចូល account មិញទេសារ account មិញខ្ញុំមាន Star ច្រើនស្រាប់ហើយអត់ដឹងថាយកទៅអីទេអានេះខ្ញុំទិញចូលមក account ទី2របស់ខ្ញុំអញ្ចឹងខ្ញុំអាចធ្វើការលុបឈ្មោះចាស់របស់ខ្ញុំហើយខ្ញុំដាក់ឈ្មោះថ្មីចូលឧទាហរណ៍បើសិនខ្ញុំទិញ100 Star ចឹងចោះអញ្ចឹងខ្ញុំចូល check មើល Star នៅក្នុង account ទី2របស់ខ្ញុំសិនអូខេសម្រាប់ account ទី2របស់ខ្ញុំគឺខ្ញុំមាន9 Star អញ្ចឹងខ្ញុំត្រូវទិញ100 Star ថែមទៀតអូខេខ្ញុំចុចលើនេះមកឲ្យវាចេញ QR code ហើយខ្ញុំ screenshot ដើម្បីធ្វើការបាញ់លុយអូខេឥឡូវយើងចុចបញ្ជាក់មកដាក់លេខកូដដាក់អីចូលអូខេឥឡូវវាកំពុងតែបាញ់លុយទៅហើយយើងចាំឲ្យ ABA វាលោតទៅសិនដោយសារពេលខ្លះ ABA វារៀងកាំងលុយដែរអូខេឥឡូវខ្ញុំបានធ្វើការបាញ់លុយទៅរួចរាល់ហើយអញ្ចឹងដូចខ្ញុំបញ្ជាក់ពីដំបូងអញ្ចឹងបន្ទាប់ពីយើងបាញ់លុយហើយយើងត្រូវចូលទៅកាន់ website វិញអូខេតោះយើងចូលទៅកាន់ website ទាំងអស់គ្នាអូខេអញ្ចឹងគឺវានឹង load មកហើយនេះអញ្ចឹងបន្ទាប់ពីយើងបាញ់លុយហើយគឺវានឹង load សញ្ញាគ្រីជាមួយនឹងការបញ្ជាក់អីចឹងទៅអាហ្នឹងគឺយើងដាក់ភ្លាមបានភ្លាមអ្នកទាំងអស់គ្នាក្រោម1នាទីហើយបើសិនជាពេលខ្លះអ្នកទិញច្រើនក្នុងពេលតែមួយវាអាចយឺតដល់ 4-5 នាទីអីចឹងទៅអូខេឥឡូវយើងចូលទៅ check មើលលើ Telegram យើងទាំងអស់គ្នានេះឥឡូវហ្នឹងគឺវាឡើងដល់109ហើយសារមិញខ្ញុំទិញ100អញ្ចឹងសរុបទាំងអស់គឺបាន109ហើយពេលដែលយើងទិញហើយអញ្ចឹង account ក្រុមហ៊ុន Telegram ដែលមានសញ្ញា Free Verify នេះក៏វាបានឆាតមកបញ្ជាក់យើងដែរថាយើងបានទិញ100 Star ថែមទៀតអញ្ចឹងរបៀបទិញគឺមានតែប៉ុណ្្នឹងទេងាយៗអាចចូលមកសាកប្រើទាំងអស់គ្នាបាន